នឹងឲ្យតគ្នាមកបន្តរឿងលោកទីសក្តាដែលបានថយឡានកិនក្មេងស្រីម្នាក់បណ្ដាបាត់បង់ជីវិតហ្នឹងឥឡូវក៏មានការអន្តរាគមន៍អំពីលោកហេងសំរិទ្ធដែលលោកគឺជាស្នងការរងផែនការចរាចរណ៍នៅរាជធានីភ្នំពេញលោកក៏បានស្នើឲ្យខាងមេធាវីផែនការចរាចរណ៍នៅរាជធានីភ្នំពេញធ្វើកិច្ចការងារក្នុងការការពារសិទ្ធិរបស់ក្រុមគ្រួសារជនរងគ្រោះផងដែរពាក់ព័ន្ធជាមួយបញ្ហាមួយហ្នឹងគឺវាកំពុងអបទុកខ្លាំងរឿងមួយរយៈមុនពាក់ព័ន្ធជាមួយនឹងរឿងកូនលោកអញ្ញាបើកឡានបុកទៅលើបរិសម្នាក់ហ្នឹងមិនតន់ចាប់ស្រួលបួលទេឥឡូវនេះក៏មានរឿងពាក់ព័ន្ធជាមួយលោកទីសក្តាបន្តទៀតហើយខ្ញុំក៏អត់ដឹងថាមួយរយៈហ្នឹងមានរឿងអីដែរនៅខាងស្រុកខ្មែររបស់យើងគឺសម្បូររឿងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងមែនទែនមានគ្រោះថ្នាក់ចរាចរណ៍នេះទៅថាកើតឡើងជារឿងរាល់ថ្ងៃប៉ុន្តែពេលខ្លះយើងគិតថាជារឿងដែលកើតឡើងទៅលើមនុស្សធម្មតាប្រជាជនធម្មតាពេលខ្លះយើងអត់សូវចាប់អារម្មណ៍ណាប៉ុន្តែក៏កើតឡើងរាល់ថ្ងៃប៉ុន្តែដល់ពេលកើតឡើងលើអ្នកល្បីៗអញ្ចឹងបើយើងចាប់អារម្មណ៍អញ្ចឹងទៅតាមពិតគឺកើតឡើងជារៀងរាល់ថ្ងៃហើយខ្ញុំក៏សង្ឃឹមថាអ្នកបើកបរទៅអស់មកថាម៉ូតូឬក៏ឡានអីក៏ដោយក៏ព្យាយាមរក្សាសុវត្ថិភាពនឹងអាចចង់ឃើញមានអ្នកណាបាត់បង់ជីវិតអីទេពួកឲ្យយើងសើខ្មែរដូចគ្នានឹងឯង